ខ្ញុំចេះតែតាមមើល Facebook ទាំងអស់ទាំងសៀមទាំងថៃទាំងខ្មែរទាំងកម្ពុជាបងប្អូនប្រជាពលរដ្ឋហ្នឹងម្នាក់ចង់បានសូមបញ្ចប់សង្គ្រាមសូមចប់សង្គ្រាមតែមើលតាម Facebook ជាគេបញ្ចោគេសំបីតាសាក់សពដែលស្លាប់ហើយសពទាហានណាក៏យកគេមកយកគេមកឌីលថ្មីដែរហើយទៅមិនបានចប់សង្គ្រាមបើយើងគេយ៉ាងហ្នឹងជីវិតប្តីប្រពន្ធចឹងដែរជីវិតអ្នកចិត្តខាងហ្នឹងចឹងឧទាហរណ៍គេខ្លាំងជាងយើងខ្សោយជាងយើងនៅតែគេនៅតែវាយចឹងគេខឹងទេតាមើលឃើញខ្លះយកព្រះមហាក្សត្ររបស់គេមនុស្សដែលគេគោរពយកមកជាបចោផ្ដាសាអញ្ចឹងគេមិនខឹងហើយយកសាកសពទាហានរបស់គេដែលស្លាប់ហើយយកមកជាបចោផ្ដាសាយើងមិនខឹងដូចគេយកយើងយកព្រះមហាក្សត្រយើងយកសម្ដេចធិបតីយើងយកសម្ដេចតេជោយើងទៅជេរអញ្ចឹងយើងក៏ខឹងដែរហើយបើយើងមានកម្លាំងវាយយើងវាយហើយធ្វើម៉េចចប់សង្គ្រាមធ្វើម៉េចបានសន្តិភាពស្នំពោបងប្អូនទាំងអស់ឈប់យកបោះគេមនុស្សដែលគេស្រឡាញ់មកជេរមកអង្វរគ្នាទៅវិញទៅមកអង្វរគ្នាទៅសុំឈប់យុទ្ធគ្នាសុំនិយាយគ្នាទៅវាឆាប់ចប់រឿងហើយបើជេរបចោមនុស្សដែលគេស្រឡាញ់មនុស្សដែលយើងស្រឡាញ់ធ្វើមកចប់មើលថ្នាក់ដឹកនាំទាំងអស់អត់មានប្រើពាក្យជេរបចោបដាសាគ្នាទេណាមើលទៅធ្វើតាមថ្នាក់ដឹកនាំអីវិជាបរដ្ឋសោះចង់បានសន្តិភាពសូមបញ្ចប់សង្គ្រាមឈប់វាយខ្មែរឈប់វាយកម្ពុជាតែជេរគេដូចភ្ជួរណាឈប់គេមិនឈប់ទេហើយមនុស្សដែលស្លាប់ហើយតឡាការជាតិនិងអន្តរជាតិគេលើកលែងទោសសពសារពើទាំងអស់ឯងមនុស្សដែលស្លាប់ហើយនៅយករូបថតគេមកជេរមកបចោទៀតធ្វើមកចប់សង្គ្រាមប្រើភាសាឲ្យល្អដាក់គ្នាទៅថាថៃទៅវាឈួតស៊ីនទៅវាឈួតហើយយើងឈួតអីដែរជេរបចោ Thank you